scope មើលចឹងណាហើយបងប្អូនធ្វើតាមនោះបងប្អូននឹងជាបង្កើតដោយខ្លួនឯងហើយអញ្ចឹងដើម្បីបង្កើត iCloud បានគឺងាយស្រួលទេបងប្អូនគ្រាន់ចូលមក setting មកបន្ទាប់មកបងប្អូនចូលមកកន្លែងត្រង់កន្លែងហ្នឹងមកអូខេជឿទៅបងប្អូនអត់មាន iCloud អត់មានអីទេបងប្អូនអាចចុចពាក្យនេះ Don't have Apple ID account អូខេអញ្ចឹងតកតងជាមួយវីដេអូមួយនេះគឺខ្ញុំបង្កើតឡើងដោយយើងអត់ប្រើប្រាស់ Gmail account ទេគឺយើងប្រើប្រាស់ទៅលើ cloud តែម្ដងអញ្ចឹងបងប្អូនយកឯនេះបងប្អូនយកពី account គេមកគឺ18អូខេអញ្ចឹងតកន្លែងនេះបងប្អូនដាក់ឈ្មោះមករហូតដល់បងប្អូនដាក់ឈ្មោះអីគេក៏បានដែរហើយថ្ងៃខែនេះបងប្អូនចង់ដាក់ប្រមាណក៏បានដែរ40បងប្អូនដាក់បងប្អូនដាក់ហើយបងប្អូនគ្រាន់ចុចពាក្យ continue មកអូខេអញ្ចឹងតើតជាមួយអាយុបងប្អូនដាក់ធ្វើមិនឲ្យវាលើសពី18ឆ្នាំអញ្ចឹងណាហើយកន្លែងនេះបើសិនជាបងប្អូនអត់មាន Gmail account ទេបងប្អូនមិនយកអីច្រើនទេបងប្អូនចុចនេះ do not have a Gmail address អញ្ចឹងចុចអាហ្នឹងមួយមកហើយបងប្អូនចុចពាក្យ get iCloud email address ហើយកន្លែងហ្នឹងបងប្អូនគ្រាន់ដាក់ឈ្មោះមកហើយឥឡូវខ្ញុំដាក់ស្មីចុះហើយបងប្អូនដាក់លេខក៏បាន0809អីចឹងទៅអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំដាក់ប៉ុណ្ណឹងអញ្ចឹងបងប្អូនចុច continue មកវាឲ្យអត់អូខេអានេះតើតង់វាឲ្យវាលោតបែបនេះអញ្ចឹងបើសិនជាលោតបែបហ្នឹងហើយបងប្អូនចុចពាក្យ create email address ហ្នឹងមកអូខេអញ្ចឹងបន្ទាប់មកវាឲ្យយើងបង្កើតទៅលើ password អូខេអញ្ចឹង password បងប្អូនដាក់មក password មិនក៏បានដែរសាច់លើបងប្អូនអូខេអញ្ចឹងតើតង់ជាមួយ password ដើម្បីឲ្យវាកាន់តែរឹងមាំគឺដាក់ចាប់ពី8ខ្ទង់ឡើងគឺខ្ញុំឧទាហរណ៍ដូចបងប្អូនឲ្យមើលខាងនេះអូខេគឺមានស្តៀងបែបហ្នឹងអញ្ចឹងបងប្អូនត្រូវធ្វើម៉េចដាក់អញ្ចឹងមកយើង copy paste ហើយប៉ុណ្ណឹងហើយបងប្អូនចុចពាក្យ continue ទៀតមកអូខេហើយវានឹងសួរលេខទូរស័ព្ទរបស់យើងអញ្ចឹងលេខទូរស័ព្ទបងប្អូនដាក់លេខទូរស័ព្ទបងប្អូនមកហើយយើងយកអាហ្នឹងមកដើម្បីគេផ្ញើសារមកលេខរបស់យើងអញ្ចឹងណាចុចពាក្យ continue មកអូខេបន្ទាប់មកវានឹងផ្ញើលេខកូដ6ខ្ទង់មកលេខទូរស័ព្ទរបស់យើងអញ្ចឹងផ្ញើមកហើយ33508អូខេអញ្ចឹងដល់ប៉ុណ្្នឹងទៅហើយប៉ុណ្្នេះមកគឺយើងចេញបាននេះហើយបងប្អូនចុចពាក្យ agree មកត្រង់នេះវាថាតកតងជាមួយនឹង cannot create account your password cannot include your name អញ្ចឹងវាមានបញ្ហាតកតងមួយ password អញ្ចឹងខ្ញុំសូមដាក់ password ម្ដងទៀតអូខេអញ្ចឹងចុច continue មកហើយវាផ្ញើលេខកូដ6ខ្ទង់មកលេខទូរស័ព្ទរបស់យើងម្ដងទៀតអូខេអញ្ចឹងបន្ទាប់មកចុចពាក្យ agreeអូខេអញ្ចឹងតើតជាមួយនឹង Apple ID របស់យើងបានបង្កើតហើយកន្លែងនេះបងប្អូនគ្រាន់ចុចពាក្យ continue ទៅហើយបងប្អូនរងចាំបន្តិចសិនទៅវាចូលមកទូរស័ព្ទដៃរបស់យើងហើយបន្ទាប់មកបងប្អូនវាយលេខកូដ6ខ្ទង់នៅលើទូរស័ព្ទដៃរបស់បងប្អូនកន្លែងនេះបើសិនជាយូរពេកបងប្អូនអាច clear វាមួយចោលទៅនេះ clear ចោលទៅអញ្ចឹងបងប្អូនចូលឡើងវិញមកគឺវានឹងបានហើយនេះអូខេរស្មីឲ្យយើងបង្កើតមិញហ្នឹងបងប្អូនអាចឃើញអូខេអញ្ចឹងគឺតើតមកបង្កើត Apple ID គឺមានដល់ប៉ុណ្្នឹងទេអ្វីដែលបងប្អូនត្រូវចាំទី1តើតមួយថ្ងៃខែឆ្នាំកំណើតហើយលេខទូរស័ព្ទហើយនិង password ក្នុងករណីបងប្អូនភ្លេចណាមួយគឺបងប្អូនអាច reset ទៅលើ password បានអញ្ចឹងណាអូខេមានតែប៉ុណ្្នឹងទេបើមានចង្អុលបន្ថែមបងប្អូនអាច comment នៅខាងក្រោមមកខ្ញុំបានដឹងផងបងប្អូនអរគ្នានៅក្រៅ